មានទម្លាប់មួយដែលអាចជួយឲ្យយើងកែប្រែជោគវាសនាយើងបានមិនថាយើងចាប់ផ្ដើមពីកន្លែងណាកំពុងធ្វើការអីឬក៏កំពុងរៀនអីទេទម្លាប់មួយនេះជាខែលការពារយើងពីកំហុសហើយជាឈ្នាន់បញ្ជូនយើងទៅឋានៈខ្ពស់ជាងនេះហើយវាធ្វើឲ្យមនុស្សដែលគេចេះឲ្យតម្លៃលើការងារពិតប្រាកដគឺគេឃើញយើងគេយកអាសាគេជួយគេគោរពស្រឡាញ់យើងហ្មងទម្លាប់នោះគឺការធ្វើអ្វីឲ្យបានហ្មត់ចត់ពីទូចឹងខ្ញុំស្អប់ពាក្យហ្មត់ចត់ពីព្រោះវាហាក់ដូចជាបង្កប់ន័យមួយទៀតគឺអត់ចេះសប្បាយមនុស្សដែលហ្មត់ចត់សម្រាប់ខ្ញុំពេលហ្នឹងគឺជាមនុស្សដែលថាមុខកញ្ញើរហូតខំប្រឹងធ្វើការរហូតអត់ចេះ enjoy life តែធៀបពិតវាអត់អញ្ចឹងទេសប្បាយឬមិនសប្បាយវាជារឿងផ្សេងការដែលយើងមានទម្លាប់ធ្វើអ្វីឲ្យបានហ្មត់ចត់គឺយើងចេះមើលឲ្យបានគ្រប់ជ្រុងជ្រោយហើយធ្វើវាឲ្យបានល្អគ្រប់ផ្នែកតាមដែលយើងអាចធ្វើបានចុះឧទាហរណ៍សម្រាប់អ្នកសរសេរចោះមិនថាយើងសរសេររបាយការណ៍ឲ្យមេយើងសរសេរ assignment ឲ្យគ្រូឬក៏យើងសរសេរ status post ធម្មតាក៏ដោយអ្នកដែលគេមានទម្លាប់ហ្មត់ចត់ណាគឺគេមើលហើយមើលទៀតឆៃហើយឆៃទៀតឆៃប្រភពព័ត៌មានឆែកអក្ខរាវិរុទ្ធច្រើនដងមុនពេលគេហ៊ានដាច់ចិត្តផ្ញើទៅពីព្រោះអីអារឿងតូចតាចហ្នឹងគឺមនុស្សឆាប់ចាប់បានមែនតើបើសិនបើយើងធ្វើខុសណាចឹងឧទាហរណ៍គេអានសំណេររបស់យើងគេគ្រាន់តែឃើញអក្ខរាវិរុទ្ធខុសយើងមិនទាំងយកពេលទៅឆែកវចនានុក្រមឲ្យសរសេរហ្នឹងត្រូវផងតើសំអាងអីឲ្យគេទុកចិត្តលើការស្រាវជ្រាវលើការគិតលើការសរសេររបស់យើងជ្រៅជាងហ្នឹងទៀតហ៎ហើយនេះមិនមែនវាសម្រាប់តែការសរសេរមួយទេគ្រប់ការងារទាំងអស់គឺយើងអាចឃើញអ្នកមិនម៉ត់ចត់ហើយនិងអ្នកដែលម៉ត់ចត់អញ្ចឹងឧទាហរណ៍តាំងពីខ្ញុំមកនៅផ្ទះថ្មីខ្ញុំមកគឺខ្ញុំធ្លាប់ហៅជាងមកជួសជុលផ្ទះអញ្ចឹងពីបេដងដែរមានជាងម្នាក់នោះគឺខ្ញុំស្រឡាញ់ចូលចិត្តការងារគាត់មែនតើហ្មងពីព្រោះគាត់មករដងគឺគាត់ធ្វើការបានលឿនគុណភាពល្អហើយសំខាន់បំផុតគឺគាត់មើលគ្រប់ជ្រុងជ្រោយបានន័យថាគាត់អត់ឲ្យសំបីតែថាមានអីត្រូវប្រឡាក់អត់ប្រឡាក់របស់ប្រើប្រាស់របស់យើងអីអញ្ចឹងគឺគាត់ជូតសម្អាតឲ្យស្អាតមុនពេលគាត់ទៅហើយគាត់ដើរមើលដើរអីអញ្ចឹងនាំគាត់ដាច់ចិត្តចេញទៅអញ្ចឹងបង្ហាញថាគាត់ជាមនុស្សម៉ត់ចត់ហើយយើងរៀងមានទំនុកចិត្តក្នុងការឲ្យគាត់ជួសជុលផ្ទះយើងអញ្ចឹងណាអានឹងប្រៀបធៀបជាមួយនឹងជាងខ្លះដែលខ្ញុំធ្លាប់ហៅមកធ្វើការក៏រៀងកលេសខេះធ្វើឲ្យប្រឡាក់ប្រឡូកផ្ទះយើងប្រឡាក់អិតប្រឡាក់អីយើងត្រូវទៅជូតយើងត្រូវទៅកោសតាមក្រោយអញ្ចឹងទៅវាធ្វើឲ្យយើងខ្នក់ចិត្តរឿងហ្នឹងហើយអ្នកដែលធ្វើការម៉ត់ចត់មួយទៀតគឺក្រុមការងារ Mekonet ក្នុងការផ្ដល់សេវាអ៊ីនធឺណិតដែលមានល្បឿនលឿនថេទោះបីជាគេប្រើច្រើនក្នុងពេលតែមួយក៏ដោយឲ្យតែយើងរើសគម្រោងដែលត្រូវនឹងតម្រូវការរបស់យើងនេះគឺនិយាយចេញពីបទពិសោធន៍ខ្ញុំផ្ទាល់ដែលប្រើប្រាស់ Mekonet 3 ឆ្នាំមកហើយក្រុមការងាររបស់គាត់ពិតជាធ្វើការងារម៉ត់ចត់មែនដោយសារគាត់តែងតែចេញអាប់ដេតថ្មីដើម្បីឲ្យអតិថិជនទទួលបានបទពិសោធន៍ទទួលបានបច្ចេកវិទ្យាថ្មីលើសពីសេវាអ៊ីនធឺណិតចាក់ស្ដែងឥឡូវនេះក្រៅពីការផ្ដល់ជូន3ខែ free សម្រាប់អតិថិជនដែលបង់12ខែមុនហើយនិង1ខែ free សម្រាប់អ្នកដែលបង់6ខែមុនបើសិនបើបងប្អូនតាក់ទងទៅគាត់តាម link របស់ខ្ញុំផ្ទាល់នៅខាងក្រោមនេះបងប្អូននឹងទទួលបានការដំឡើង free ក៏ដូចជា free ថ្លៃខ្ចី router Wi-Fi 6 របស់ Mekonet ផងដែរប៉ុន្តែនៅពេលដែលយើងធ្វើការម៉ត់ចត់វារមែងតែងតែចំណាយពេលរៀងច្រើនជាងធម្មតាឬក៏ជាងអ្នកដែលគាត់ធ្វើការមិនសូវជាយកចិត្តទុកដាក់តែពេលវេលាបន្ថែមហ្នឹងវាបដូរមកនៅជំនឿចិត្តទំនុកចិត្ត credit ហើយនឹងម៉ួយដែលស្រឡាញ់ការងាររបស់យើងផលប្រយោជន៍ទី2គឺវាជួយការពារយើងពីកំហុសដែលអាចកើតឡើងដោយសារការងារធ្វើប្រហែសជាក់ស្ដែងការងារពេញម៉ោងរបស់ខ្ញុំគឺជាអ្នកកាន់គម្រោងទំនាក់ទំនងឬក៏យើងហៅថា communications ឬក៏ marketing campaign ណាអញ្ចឹងមុនពេលដែលខ្ញុំចេញជាយុទ្ធសាស្ត្រឲ្យទៅក្រុមការងារគឺខ្ញុំត្រូវតែគិតឲ្យច្រើនគ្រប់ជ្រុងជ្រោយមែនតើយើងត្រូវបិទភ្នែកឲ្យស្រមៃណាថាបើសិនមានរឿងនេះកើតឡើងយើងត្រូវបង្កើត plan B plan C plan D plan E ពីព្រោះអីឋានៈយើងកាន់តែខ្ពស់យើងមានកូនចៅកាន់តែច្រើនអញ្ចឹងឥទ្ធិពលរបស់យើងក៏ជះទៅលើមនុស្សរត់តែច្រើនបើយើងគិតការងារកលេសខេះនោះការងារនឹងធ្វើឲ្យពិបាកដល់គេហត់ទៅច្រើនជាក់ស្ដែងការងាររបស់ខ្ញុំគឺធ្វើអនឡាញច្រើនដោយសារក្រុមការងារគឺមានទាំងក្នុងស្រុកទាំងក្រៅស្រុកអញ្ចឹងណាអញ្ចឹងការដែលមានអ៊ីនធឺណិតសម្រាប់ការងារដែលមានស្ថិរភាពខ្ពស់ហើយនឹងល្បឿនលឿនគឺវាជួយឲ្យខ្ញុំមានអារម្មណ៍នឹងណអាចផ្ដោតអារម្មណ៍ទៅលើការងាររបស់ខ្ញុំបានក្នុងការពិនិត្យឲ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយមិនថាការឆែក file ធំដោយមានការ upload download លឿនឬក៏ការ call ឆាតទៅក្រុមការងារដោយមានគុណភាពមិនរអាក់រអួលការងារទាំងអស់នេះគឺសិតតែត្រូវបានសម្រួលច្រើនមែនទែនដោយអ៊ីនធឺណិតរបស់ Mekonet ទម្លាប់ម៉ត់ចត់នេះវាអត់ពិបាកក្នុងការធ្វើទេអញ្ចឹងមុនពេលដែលអ្នកបញ្ចប់ការងារមិនថាការងារសាលាការងារនៅផ្ទះឬក៏ការងារនៅកន្លែងធ្វើការទេយកពេលប្រហែលនាទីដើម្បីមើលវាម្ដងហើយម្ដងទៀតព្យាយាមចាប់កំហុសខ្លួនឯងឲ្យបានតាមសមត្ថភាពរបស់យើងណាចាអញ្ចឹងសម្រាប់ការងារបន្ទាប់នេះក្រោយពេលអ្នកមើលវីដេអូនេះហើយហ្មងមិនថាទូចមិនថារឿងធំទេអាចព្យាយាមមើលឲ្យគ្រប់ជ្រុងជ្រោយចាប់កំហុសខ្លួនឯងឲ្យហើយព្យាយាមកែតម្រូវឲ្យហើយធ្វើវាឲ្យបានម៉ត់ចត់មើលតើវាយ៉ាងណាដែរហើយមិនមែនតែសម្រាប់ការងារនឹងមួយណាឥឡូវខ្ញុំ challenge ហ្មងខ្ញុំ challenge ឲ្យធ្វើអញ្ចឹងធ្វើឲ្យបានប្រហែលខែមក
ហើយចាំបកមកប្រាប់ខ្ញុំវិញថាមើលវាមានការផ្លាស់ប្ដូរឲ្យគេខ្លះជីវិតយើងវាពិតជាល្អជាងមុនមែនអត់សារជាថ្មីម្ដងទៀតខ្ញុំសូមអរគុណដល់ Mekongnet ដែលបានមកគ្រប់គ្រងអតិថិជនម្នាក់នេះនិយាយតាមត្រង់ខ្ញុំបានប្រើប្រាស់សេវាកម្មរបស់គាត់តាំងពីមុនពេលគាត់តាក់ទងមកឲ្យខ្ញុំធ្វើការជាមួយគ្នាទៀតហើយខ្ញុំពិតជា recommend សម្រាប់បងប្អូនសាកល្បងណាជាពិសេសសម្រាប់អ្នកដែលគាត់ត្រូវការសេវាអ៊ីនធឺណិតដែលរលូនមិនរអាក់រអួលសម្រាប់ការប្រើប្រាស់ច្រើនមិនថាអ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារឬក៏លក្ខណៈអាជីវកម្មទេអ្នកទាំងអស់គ្នាអាចចូលទៅក្រោមតាម link របស់ខ្ញុំផ្ទាល់ដើម្បីសាកសួរព័ត៌មាននិងទទួលបានការផ្ដល់ជូនពិសេសពី Mekongnet ចា៎អរគុណច្រើន